នេះគឺជាទស្សនភាពនៅក្រុង Venice អ៊ីតាលីនៅក្នុងស៊េរីមួយដែលមានទឹកព័ទ្ធជុំវិញហើយទីក្រុងហ្នឹងគឺនៅក្នុងទឹកគេមនុស្សទាំងអស់រស់នៅក្នុងbuilding អាគារមួយហ្នឹងគឺសាងសង់នៅក្នុងទឹកហើយឥឡូវនេះឆ្នាំថ្មីនេះប្រជាជននៅអ៊ីតាលីនៅក្នុងទីក្រុង Venice មានការព្រួយបារម្ភជាខ្លាំងដោយទឹកឡើងខុសពីធម្មតាប៉ុន្តែទោះបីជាមានការទឹកឡើងយ៉ាងណាក៏ដោយក៏ប្រជាជននៅតែមិនបោះបង់ទីលំនៅរបស់គេនឹងព្យាយាមរស់នៅលើទឹកនឹងតាមតែអាចទៅបានទោះបីជាមានទឹកក៏មិនមែនជាបញ្ហាគេធ្លាប់រស់នៅលើទឹកហើយទោះបីតែកន្លែងដើរលេងដែលខ្ញុំធ្លាប់ទៅដល់អត់មានទឹកឥឡូវទឹកត្រឹមកជើងឡើងបន្តិចម្ដងតាមធម្មតាពេលដែលទឹកលិចគេសង់អគារបន្ថែមពីលើបន្តទៀតដើម្បីឲ្យជាជនគេបាននៅតទៀតនៅក្នុងទីក្រុងហ្នឹងគឺគេមិនចាក់ចេញទេវាជាសម្បត្តិធម្មជាតិរបស់គេចង់រស់នៅទីក្រុងហ្នឹងហើយមើលទៅមានសភាពគួរឲ្យសប្បាយមួយយ៉ាងដែរនៅទីក្រុងនៅវាមិនមែនជាកោះប៉ុន្តែជាទីក្រុងដែលនៅលើទឹកដូចបើធម្មតាដូចយើងអញ្ចឹងយើងគេហៅថាកោះប៉ុន្តែនេះវាមិនមែនកោះវាព្រោះវាអត់មានដីទេវាមានតែទឹកហ្មងអាគារសង់លើទឹកយកតែម្ដងនេះមានជនជាតិគេភ្ញៀវទេសចរច្រើនទៅលេងរាល់ថ្ងៃមិនថាថ្ងៃច័ន្ទអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍អាទិត្យទេគឺថាពេញទាំងអស់គឺតាប្រលឹមឡើងមានមនុស្សចេញភ្លាមចេញចូលចឹងហ្មងគឺអត់ខ្វះភ្ញៀវទេសចរទេច្រើនណាស់ហើយជិះទូកនេះម្នាក់7 €ជិះយើងជិះពីស៊េរីមួយទៅស៊េរីមួយទៅអាគារមួយទៅអាគារមួយអញ្ចឹងណាហ្នឹងហើយចឹងស្អាតទឹកវាមិនជាស្អាតអីតែគាត់ថាវាជាអារម្មណ៍មួយប្លែកអារម្មណ៍មួយយ៉ាងចំពោះភ្ញៀវទេសចរដែលគេមិនដែលឃើញស៊ីរីនៅក្នុងកណ្ដាលទឹកអីចឹងទៅទីក្រុងកណ្ដាលទឹកប៉ុន្តែនៅហ្វាំងប៉ែកអឺរ៉ុបសម្បូរចោលសម្បូរពេលយើងត្រូវប្រយ័ត្នបើវាអាចនឹងឆក់កាបូបឆក់អីដូចបើស្រុកខ្មែរយើងជាច្រើនដើរអត់សូវមានចោលឆក់អីទេប៉ុន្តែបើយើងជិះម៉ូតូអីចឹងអានឹងមានចោលឆក់ប៉ុន្តែនៅនេះគឺវារបៀបដូចមនុស្សអ៊ូអរច្រើនណាហើយចោលវាឈឿនឱកាសចាំតែឆក់ឲ្យរត់បាត់ចឹងទៅឬក៏វាលួចវះកាបូបយើងយកលុយអីចឹងតាមយថាហេតុចឹងទៅតាមដែលយើងដឹងយើងមិនដឹងចឹងទៅបើយើងមិនដឹងខ្លួនគឺវាយកលុយអស់ចឹងទៅហើយបើយើងដឹងខ្លួនថាវាឆក់យកទៅក៏មិនដឹងទៅរត់តាមដោយរបៀប